សួស្តីតើគ្នាស្វាគមន៍មកកាន់ Channel កូនទាសម្រាប់រឿងសំណគ្នាជួយ Like Subscribe ដាក់សញ្ញាកណ្ដឹងអ្នកមួយផងថ្ងៃនេះ Admin បានលើកយករឿងថ្មីទៀតថាយកមកសម្រាប់ជូនតើគ្នាទស្សនារឿងនេះមានចំណងជើងថាប្តីចង្រៃសម្រាប់កូនខ្ញុំទាំង3រឿងចប់ដោយបើកឆាកមកគឺថាកូនទាំង3នាក់នេះក៏បានមកឃើញប៉ារបស់គេហ្នឹងណាកំពុងទៅលួចលាក់មានស្រីថ្មីចឹងហើយនៅពេលហ្នឹងគេក៏បានរត់តាមកូនទាំង3នាក់បន្ទាប់មកទៀតមកដល់ Next Speed ហ្នឹងណាចឹងហើយក៏បានច្រានកូនប្រុសហ្នឹងទៅលាក់ចូលទឹកតែម្ដងចំណែកគោស្រី2នាក់ទៀតណាបើសិនជាឲ្យទៅដឹងតបាយការហើយចឹងហើយក៏បានច្រានកូនស្រី2នាក់ហ្នឹងទៅលាក់ចូលទឹកទាំងអស់គ្នាតែម្ដងទៅចឹងហើយឥឡូវនេះត្រឡប់មកដល់ផ្ទះប្រពន្ធរបស់គាត់ដែលជាតួស្រីរបស់យើងណាគាត់ក៏បាននេះបើសួរថាកូនរបស់គាត់ទាំង3នាក់ហ្នឹងគឺនៅទីណាតែប្តីហ្នឹងក៏ប្រាប់ថាអញ្ចឹងគាត់អត់បានដឹងទេតែស្រាប់តែអ្នកភូមិក៏បានប្រាប់ថាអញ្ចឹងកូន3នាក់ហ្នឹងណាគឺបានធ្លាក់ចូលទៅក្នុងទឹកបាត់ហើយចឹងហើយតួស្រីយើងណាគាត់ក៏បញ្ញាជិញទៅមើលកូនរបស់គាត់តែប្តីក៏ថាងផុតហើយពួកគេប្រកាសជាមិនអាចរស់បានទេបន្ទាប់មកទៀតមកនេះរំលងអស់រយៈពេលជាង20ឆ្នាំមកក៏បានឃើញថាកូនប្រុសម្នាក់របស់តួស្រីរបស់យើងណាដែលគាត់មានឈ្មោះថាលោកសេនខឺស៊ីងណាគេក៏ខ្លាចទៅជាម្ចាស់ក្រុមហ៊ុនបាត់ទៅហើយសំខាន់ទៅទៀតនោះគេក៏ខំព្យាយាមកំពុងតែតាមរកម្ដាយរបស់គេដូចគ្នាទៅតាមខ្សែកដែលជាប់នឹងកនេះហើយពេលនោះក៏បានឃើញណាថានៅនេបខេត្តជាងឆិនចឹងទៅគេក៏បានបញ្ញាណាចេញទៅមើលតាមម្ដងហើយពេលនោះដែរកូនចៅរបស់គេក៏បានទៅឃើញអ្នកលក់នំណាទៅជួយទិញនំទិញអីចឹងទៅយកមកឲ្យលោកសេនបានញ៉ាំអីចឹងទៅណានៅពេលដែលខឺស៊ីងគេបានញ៉ាំភ្លឿនក៏មានអារម្មណ៍ថាអញ្ចឹងនំនេះវារសជាតិស្តៀងជាមួយនឹងនំដែលម៉ាក់របស់គេគឺបានធ្វើដល់ហើយអញ្ចឹងហើយនៅពេលនោះគឺថាគេក៏បញ្ញាដើរចេញទៅណាដើម្បីទៅសួរហើយពេលនោះក៏បានជួបមួយតួស្រីរបស់យើងណាដែលជាម៉ាក់របស់គេឡើយតួស្រីយើងក៏របូតទៅផ្ទះទៅរៀបចំម្ហូបឲ្យម្ដាយក្មេកនិងប្តីដែលទាំងប្តីនឹងកំពុងតែនេះដេកអោបថើបណាជាមួយនឹងស្រីគេនេះតាក់ទងគ្នាមករាប់ឆ្នាំហើយនៅពេលដែលតួស្រីយើងគាត់ខំធ្វើការត្រកចិញ្ចឹមគ្រួសារមួយនេះតែម្ដាយក្មេកវិញបានជាស្អប់តួស្រីរបស់យើងដល់សូតាមម្ដងហើយក៏និយាយថាកាលណាកូនប្រុសរបស់គាត់នេះលេងលះជាមួយនឹងស្រីម្នាក់ហ្នឹងទៅនាងគឺអត់ប្រយ័ត្នមិនស័ក្តិសមមួយគ្រួសារសងរបស់ពួកគេទេតួស្រីវិញអង្ឡងអន់ចិត្តហ្មងដោយសារតែអីគាត់ខំរលុយរកអីណាមិនចាំហើយសំខាន់ប្តីចង់បានផ្ទះថ្មីចង់នៅលើខុនដូអីចឹងទៅតួស្រីរបស់យើងណាគាត់ក៏រលុយគ្រប់ហើយសតតែ100,000ទៀតទេគ្រប់ឲ្យប្តីហើយឥឡូវនេះតួស្រីយើងក៏ចេញមកលក់នំពេលដែលចេញមកលក់នំមកក៏ជួបមួយខឺស៊ីងមកទិញនំទៀតហើយពេលហ្នឹងដែរណាគឺថាតួស្រីរបស់យើងណាគាត់ក៏និយាយថាយកទៅចោះមិនឲ្យលុយគាត់ទេដោយសារតែអីលើកមុនគាត់បានទៅយឺនបន្ទាប់មកទៀតមកក៏ស្រាប់តែតួស្រីរបស់យើងណាគាត់ក៏បញ្ញាពេកគាត់ក៏បានទៅតាក់មួយខ្សែកធ្លាក់ខ្សែកនឹងជ្រុះមកហើយខឺស៊ីងគេក៏បានឃើញគេដកទៅក៏បានឃើញថាអញ្ចឹងគេក៏មានខ្សែកមួយខ្សែមួយនឹងដូចគ្នាចឹងហើយក៏បានឲ្យកូនចៅណាទៅពិនិត្យមើលថានារីម្នាក់ហ្នឹងណាតើគាត់ជាអ្នកណាចង់ដឹងហើយចំណែកឥឡូវនេះដែរតួស្រីរបស់យើងណាមកជួយជាមួយនឹងប្តីរបស់គាត់ហើយដែលប្តីគឺបានហៅមកឲ្យមើលផ្ទះមើលខុនដូអីចឹងទៅដែលបន្ទប់គេហ្នឹងគឺមានតែមួយទេហើយគេក៏និយាយថាបន្ទប់គេហ្នឹងឲ្យតួស្រីយើងនៅម្ដាយរបស់គេនៅចោះចំណែកឯគេវិញគេនៅក្នុងបន្ទប់ទទួលភ្ញៀវក៏បានដូចគ្នាគ្រាន់តែតួស្រីទៅបាត់ភ្លាមគេហៅស្រីរបស់គេមកមើលបន្ទប់ជុំគ្នាតែម្ដងហើយគួរតែរើសយកមួយណាមួយណីអីចឹងទៅព្រោះថាបន្ទប់ស្រីទិញផ្ទះហ្នឹងមិនមែនទិញមកហ្នឹងវាថាអញ្ចឹងសម្រាប់តួស្រីយើងរស់នៅមួយគ្រួសារទេគឺរស់នៅជាមួយនឹងស្រីរបស់គេតែម្ដងដើម្បីតែមើលទៅគឺជីវិតហៃសូហើយចំណែកឯខឺស៊ីងឯនេះវិញណាគេក៏បានទៅពិនិត្យអស់ហើយដើម្បីតែតាក់ទងណាពីម្ដាយរបស់គេតាក់ DNA អីក៏ខុសហើយរួចសពហើយពេលដែលតេស្តទៅគឺមានអីបានមើលឃើញតែម្ដងថាតាមពិតទៅណាអ្នកមីងណាគាត់គឺជាម្ដាយបង្កើតរបស់គេតែម្ដងចឹងហាក់រងចាំយូរទេគេក៏បានរៀបចំឯកសារអីផ្សេងដើម្បីតែចេញមករកម្ដាយរបស់គេតែម្ដងចំណែកឯតួស្រីរបស់យើងវិញណានេះជាមួយនឹងប្តីឥឡូវហ្នឹងណាគឺថាអញ្ចឹងប្តីហ្នឹងគេថាគេជោគជ័យហើយគេបានផ្ទះថ្មីនៅឥឡូវនេះគេក៏ខ្លាចទៅជាប្រធានក្រុមហ៊ុនអីណាណីចឹងទៅណាចឹងទៅនៅពេលហ្នឹងដោយសារតែតួស្រីរបស់យើងគាត់គិតថាអញ្ចឹងគាត់គឺមនុស្សមើលថែប្តីមករាប់ឆ្នាំគឺវាមិនអត់ទេយ៉ាងណាគេក៏ស្រឡាញ់គាត់មើលថែទុកដាក់មកលើគាត់ចឹងទៅការជោគជ័យរបស់គេណាគេក៏និយាយថាគេគឺមាននារីម្នាក់ដែលនៅក្បែរខ្លួនរបស់គេអីចឹងទៅហើយឥឡូវហ្នឹងណាគេក៏សូមប្រកាសណាថាគេសប្បាយចិត្តខ្លាំងណាស់តួស្រីរបស់យើងវិញណានិយាយថាសប្បាយចិត្តដោយសារតែអីគាត់ថាអញ្ចឹងគាត់គឺបានជោគជ័យហើយតែគេគ្រាន់តែប្រកាសថាគេនឹងហៅមនុស្សស្រីជាទីស្រឡាញ់របស់គេហើយមិនមែនជាតួស្រីយើងទេគឺជានាងសៀវនីងនេះវិញទេហើយតួស្រីរបស់យើងវិញឆ្ងល់តែម្ដងតើមានអីកាត់ឡើងហេតុអីបានជានាងសៀវនីងនៅទៅវិញអញ្ចឹងទៅប្តីនឹងក៏សួរតើតួស្រីយើងនៅធ្វើល្ងឬក៏យ៉ាងម៉េចដោយសារតែអីតួស្រីរបស់យើងនឹងគឺមានលក្ខណៈសម្បត្តិអីឲ្យគេនឹងគឺនៅជាមួយវាគ្មានប្រយោជន៍តែម្ដងហើយតួស្រីយើងវិញនិយាយថាមានអារម្មណ៍អន់ចិត្តហ្មងដោយសារតែអីគាត់នឹកស្មានមិនដល់ថាមនុស្សប្រុសម្នាក់នេះគេបានក្បត់គាត់ក្បត់ដល់ម្លឹងសោះដល់ពេលអញ្ចឹងហើយឥឡូវនេះគឺថាគេក៏បានប្រាប់ត
តួស្រីរបស់យើងឲ្យចេញទៅមិននៅមួយគេទៀតទេតួស្រីក៏ថាចេញទៅយ៉ាងម៉េចដោយសារតែអីពួកគេទាំងពីរអ្នកជាប្តីប្រពន្ធជាមួយគ្នាណាតែគេក៏និយាយថាប្តីប្រពន្ធអីទៀតគេបានរៀបចំឯកសារលេងលាក់ឲ្យតួស្រីអីសញ្ញាតែមកខ្វាច់ទៅពួកគេទាំងពីរលេងជាប់អីនឹងគ្នាតែម្ដងហើយម្ដាយក្មេងហ្នឹងក៏ណាស់ទៀតគាត់ថាគាត់ជោគជ័យហើយដោយសារតែអីគាត់ថាគាត់គឺបំរុងឲ្យតួស្រីរបស់យើងនឹងប្តីហ្នឹងណាគឺលេងលះមកយូរហើយអញ្ចឹងហាឥឡូវនេះគឺសម្រេចតាមបំណងរបស់គាត់តែម្ដងហើយតួស្រីរបស់យើងវិញណាគាត់គឺអស់សង្ឃឹមហ្មងណាព្រោះអីដោយសារតែគាត់ខំរលុយត្រកចំមកមិនហ៊ានសុំបីតែទិញកៅអៅស្លៀកពាក់ឲ្យស្រួលបួលដោយខ្លួនឯងសោះចិត្តគ្រប់យ៉ាងគឺឲ្យប្តីនឹងម្ដាយក្មេងគឺរស់ស្រួលតែចង់ក្រោយទៅគឺមានអីគេក្បត់គាត់ហើយសំខាន់ផ្ទះដែលគេទិញមកហ្នឹងណាគឺថាគេដាក់ឈ្មោះខ្លួនឯងហ្មងតែប៉ុន្តែគេលួចធ្វើស្ងាត់តាមម្នាក់ឯងតួស្រីយើងវិញគឺចាំចេញទៅលុយទេគេថាគាត់ថាអញ្ចេះជាប្តីហើយអញ្ចឹងហើយណាគាត់ក៏មិនចាំបាច់ទៅសងសាយដេញដល់អីញ៉ៃញ៉ៃតែនេះគឺថាការដេញមិនដេញដល់ហ្នឹងណាគឺថាគេក្បត់តួស្រីរបស់យើងឡើងពេញកំហឹងតែម្ដងតួស្រីយើងវិញក៏ខឹងជាមួយនឹងប្តីខឹងជាមួយនាងស៊ីនីនឹងមិនតិចទេគាត់ក៏បានណារកទិញដៃនៅតែកំភ្លៀងនាងសឺនីងតែប្តីនឹងក៏តបជាប់ហើយក៏បានសួរតួស្រីកំពុងតែធ្វើអីហ្នឹងចឹងហាឥឡូវនេះគេបានអីគ្រប់យ៉ាងណាពីតួស្រីរបស់យើងរួចអស់ហើយចឹងហើយគេថាគេរួចខ្លួនហើយគេមានពាក់ការមួយតួស្រីយើងទៀតទេហើយពេលនោះដែរណាគឺថាគេនិយាយតែប៉ុណ្្នឹងអត់ចប់ទេណាគេឆ្លៀននិយាយរឿងកូនហ្មងតួស្រីយើងក៏សួរចុះកូន3នាក់របស់គាត់នៅទីណាចឹងហើយពេលហ្នឹងណាគឺថានាងស៊ីនីក៏ឲ្យតួស្រីយើងបិទមាត់ទៅកុំនិយាយរឿងកូនស្អីញ៉ៃទៀតវាកន្លងអស់រយៈពេលច្រើនឆ្នាំទៅហើយតួស្រីយើងនៅល្ងងដល់ណាទៀតឃើញតែគេក្បត់ដល់ម្លឹងហើយតួស្រីរបស់យើងវិញណាគាត់គឺមិនអាចដើរចេញទៅបានទេព្រោះអីផ្ទះរបស់គាត់លុយរបស់គាត់ខំរមកឡើងរាប់ឆ្នាំដោយបាត់បង់កូនផងអីផងនិយាយទៅតួស្រីរបស់យើងណាគាត់គឺបានឆ្លងកាត់រឿងលំបាកច្រើនខ្លាំងមែនតើគាត់ត្រូវចោះចាញ់នៅក្នុងពេលហ្នឹងហើយវាមិនអាចទៅរួចទេហើយសំខាន់ណាគឺថាប្តីហ្នឹងអ្នកទាំងអស់គ្នានិយាយថាក្បត់តួស្រីរបស់យើងពេញទំហឹងតាមម្ដងគេក្បត់មកជុំងុំមានកូនជាមួយនាងស៊ឺនីលប៉ុណ្ណាណៃទៀតនេះចឹងហើយឥឡូវហ្នឹងណាក៏បានប្រាប់តួស្រីយើងនេះឲ្យសញ្ញាកដាស់លេងលះហ្នឹងទៅនៅពេលដែលសញ្ញារួចតួស្រីយើងណានឹងឯងស្គាល់ហើយថាអ្នកណាជាកូនរបស់តួស្រីយើងហ្នឹងតើមានរឿងអីកាត់ឡើងខ្លះដែលពេលនោះដែរណាតួស្រីរបស់យើងគាត់ក៏បានយល់ព្រមសញ្ញាលើកដាស់ទាំងអស់ហ្នឹងតែម្ដងដើម្បីតែគាត់អាចបានដឹងថាកូនរបស់គាត់នៅទីណាធៀបទៅកូនរបស់តួស្រីរបស់យើងណាប្តីនឹងក៏និយាយថាអញ្ចឹងគេនឹងឯងគេអ្នកច្រានតម្លាក់ទឹកតើគេជាអ្នកធ្វើដែលផ្ទាត់ដៃតែម្ដងអញ្ចឹងទៅនៅពេលហ្នឹងគឺថាគេក៏បានទិញឧបករណ៍ណារកយកមកឆក់ណាតួស្រីរបស់យើងជាបន្តទៀតពេលហ្នឹងណាគាត់ក៏ភ័យខ្លាំងមែនតែសំណាងល្អខ្លាំងណាដែលខឺស៊ីងគេបានចូលមកទាន់ពេលវេលាបន្ទាប់មកទៀតមកគេក៏រត់មករកម្ដាយរបស់គេពេលហ្នឹងណាគឺថាគាត់បារម្ភខ្លាំងមែនតែដោយសារតែអញ្ចឹងគេនិយាយថាតួស្រីរបស់យើងជាម្ដាយបង្កើតរបស់គេតែម្ដងតែនាងស៊ឺនីងវិញរឿងក៏និយាយថាអញ្ចេះតួស្រីយើងតែមានកូនពីណាមកស្រួលហ្នឹងប្រុសក្មេងរបស់តួស្រីយើងទេចឹងហើយតួស្រីរបស់យើងវិញណាគាត់គឺមិនចង់ឲ្យមានលឺពាក្យសម្ដីបែបហ្នឹងណាមកលើខ្លួនរបស់គាត់តែម្ដងព្រោះអីនេះវាជារឿងថោកដែលពួកហ្នឹងគឺចូលចិត្តធ្វើវាមិនមែនជាសម្រាប់តួស្រីរបស់យើងនោះឡើយចឹងហើយណាតួស្រីរបស់យើងគាត់ក៏ឲ្យពួកគេហ្នឹងគឺឈប់និយាយបែបហ្នឹងទៅឈប់មកពាក់ព័ន្ធជាមួយនឹងគាត់បន្តទៀតតួស្រីយើងណាគាត់គឺមិនចាំស្ដាប់លឺណានៅរឿងរ៉ាវអាក្រក់ដែលពួកគេធ្លាប់ធ្វើកន្លងមកហើយក៏ឆ្លៀតទម្លាក់កំហុសមកលើតួស្រីរបស់យើងនោះឡើយចឹងហើយតួស្រីយើងវិញណាគាត់ធ្លាប់បានទេគាត់មិនអាចទៅតំនៅបានទេជាមួយនឹងមនុស្សប្រភេទបែបហ្នឹងដល់ពេលចឹងហើយនៅឥឡូវហ្នឹងណាគេក៏និយាយថាចាំមើលទៅតួស្រីធ្វើស្អីបានខ្លះដោយសារតែអីខុសស៊ីងណាអ្នកមានខ្លាំងណាមកចាក់ក្រុមហ៊ុនលប៉ុណ្ណានៃឯណោះទោះបីជាគេត្រូវបានคลิกពីម្ដាយក៏ប៉ុន្តែមនុស្សប៉កែគេនៅមានសំណាងគេក៏អាចណានៅជួយពីថាអញ្ចេះជីវិតរបស់គេបានរស់នៅយ៉ាងស្រួលតែពួកហ្នឹងគឺមានតែគេជឿទេថាក៏ស៊ីងហ្នឹងគេជាអ្នកមានស្រួលមកហ្នឹងមកបោកប្រាស់គេសោះចឹងទៅណាខឺស៊ីងគេមិនបានទៅចៅជាមួយទេគេក៏បានទាញទូរស័ព្ទខលទៅកាន់កូនចៅរបស់គេណាចាប់ការនេះក្រុមហ៊ុនរបស់ប្តីហ្នឹងលោកសង្ឃហ្នឹងណាឲ្យគេគឺបានដឹងខ្លួនតែម្ដងថាវាបែបដីខ្លះនៅពេលដែលគេគឺបានធ្វើម្ដាយចឹងទៅណាដូច្នេះហើយគឺថាប្តីបំតួស្រីយើងនេះគ្មានមកខ្វល់ជាមួយទេដោយសារតែអីមនុស្សហ្នឹងគឺថោកទាបខ្លាំងនិយាយចំទៅគឺអាក្រក់ខ្លាំងណាចង្រៃខ្លាំងតែម្ដងហើយសំខាន់ទៅទៀតនោះណាគេក៏និយាយថាអញ្ចេះគេណាគឺបានណាសម្រាប់កូនរបស់តួស្រីមិនមែន1មិនមែន2គឺទាំង3នាក់តែម្ដងមានអីតួស្រីយើងសប្បាយចិត្តដែរដល់អត់តួស្រីយើងវិញគាត់គឺឡើងស្រឡាំងកាំងតែម្ដងនៅពេលដែលបានណាស្ដាប់មកលឺរឿងអាក្រក់ព្រោះគាត់ថាអញ្ចេះកូនរបស់គាត់គឺបានស្លាប់ដោយសារតាបតហេតុតែនៅពេលដែលបានលឺថាកូនរបស់គាត់គឺបានស្លាប់ទៅណាដោយសារតែមានអ្នកធ្វើបាបនឹងអាក្រក់អីចឹងទៅតួស្រីយើងណាគាត់ក៏មានអារម្មណ៍ថាខូចចិត្តជាខ្លាំងតែម្ដងចឹងហើយឥឡូវហ្នឹងណាគឺថាតួស្រីរបស់យើងគាត់ក៏បាននិយាយអស់ហើយថារឿងដែលតាក់ទងជាមួយប្តីឥឡូវនេះគាត់គឺសុបបញ្ចប់ហើយ
ហើយក៏បានចាប់ការគេឲ្យតាមផ្លូវច្បាប់ទៅព្រោះអីគេណាអំបញ្ញមិញហ្នឹងគេបានប្រកាសហើយថាគេជាអ្នកបានសម្លាប់កូនរបស់គាត់ទាំង3នាក់ហ្នឹងតែសំខាន់ណាស់គឺថាខើស៊ីងគេបានជិះមកប្រាប់ថាជាកូនរបស់តួស្រីយើងអញ្ចឹងហើយគេត្រូវការពារម្ដាយរបស់គេហើយគេមិនឲ្យម្ដាយរបស់គេមានបញ្ហាទេតែអាប្តីហ្នឹងឥឡូវហ្នឹងចាប់ផ្ដើមខ្លាចហើយអញ្ចឹងហើយក៏បានមកសូមបងតួស្រីថាកុំឲ្យធ្វើបែបហ្នឹងបានអស់ពួកគេជាប្តីប្រពន្ធជាមួយគ្នាណាតួស្រីក៏សួរមិនកំពុងតែយកសពមិនយកច្រឡំមិនក្រែងបាញ់មិញហ្នឹងពួកគេទាំងពីរនាក់លេងលះមួយគ្នាហើយវាមានពាក់ព័ន្ធមួយគ្នាទៀតទេអញ្ចឹងហើយតួស្រីរបស់យើងណាគាត់ក៏បានចាប់អស់ហើយជាមួយប្តីចង្រៃអត់ទៅបែបហ្នឹងបន្ទាប់មកទៀតមកណាគាត់ក៏បានជីងទៅជាមួយនឹងកូនប្រុសរបស់គាត់ដែរទៅរកឃើញថ្មីថ្មងខើសិងនេះពេលហ្នឹងគាត់ក៏និយាយថាចំណែកកូនពីរនាក់របស់គាត់គាត់មិនមកទៅដោយសារតែកូនពីរនាក់ហ្នឹងគឺពិបាកខ្លាំងណាស់មិនដឹងថាគេមិនមកនោះទេហើយនៅពេលនេះក៏បានទៅដល់ផ្ទះរបស់ខើសិងហើយនៅផ្ទះរបស់ខើសិងណាគឺគេរស់នៅក្នុងផ្ទះណាដែលធំស្កឹមស្កៃខ្លាំងមែនតើតួស្រីរបស់យើងវិញណាគាត់ក៏មិនដឹងថាតើកូនប្រុសរបស់គាត់គឺបានឆ្លងកាត់រឿងអ្វីខ្លះទេនៅពេលដែលគេត្រូវបានបាត់បង់ម្ដាយបាត់បង់គ្រួសារតែវាក៏ជាសំណាងរបស់គេដែលបានមកជួបប៉ុណ្ណាជាមួយនឹងក្រុមគ្រួសារមួយដែលបានយកចិញ្ចឹមគេមើលថែទុកដាក់មកលើគេអីចឹងទៅហើយឥឡូវហ្នឹងពួកគេក៏ត្រូវទៅកន្លែងធ្វើការណាស្រាប់តែបានមកឃើញនេះក្មេងស្រីម្នាក់កំពុងត្រូវបានគេជំរិតធ្វើម៉ាស្មានមានចោលឆក់ប្លន់អីចឹងទៅណាក៏បានចោះមកជួយពេលហ្នឹងនាងក៏បានមានស្នាមមួយនៅលើដៃធ្វើឲ្យតួស្រីយើងក៏មានអារម្មណ៍ថាអញ្ចេះតើស្នាមមួយនេះវាបែបណាទៅតែពេលហ្នឹងគឺថានារីម្នាក់ហ្នឹងណាដែលមានឈ្មោះថាកញ្ញាស៊ឺមីងនាងក៏គិតថាអញ្ចេះបើសិនជានាងទៅជាមួយគេហើយពួកគេជាគ្រួសារអ្នកមាននាងអាចរកលុយ 2000 យន់អីប៉ារបស់នាងបានណានាងរួចខ្លួនហើយចឹងហើយឥឡូវនេះនាងក៏បានយកព្រមណាទៅជាមួយតួស្រីតែម្ដងដែលស៊ឺមីងនាងមានគម្រោងថានាងនឹងលួចលុយនៅក្នុងផ្ទះមួយនេះណាដើម្បីតែយកទៅឲ្យប៉ារបស់នាងតែម្ដងហើយឥឡូវនឹងដែរណាគឺថាតួស្រីវិញណាគឺគាត់មានអារម្មណ៍ថាគាត់ស្រឡាញ់ស៊ឺមីងហ្មងណាទោះបីជាគាត់មិនទាន់បញ្ជាក់បានដឹងទេថាស៊ឺមីងជាកូនរបស់គាត់ឬក៏យ៉ាងណាគ្រាន់តែថាស៊ឺមីងណានៅពេលនោះដែរនាងក៏អង្គុយញ៉ាំអីហើយតួស្រីយើងវិញមានអារម្មណ៍ថាមើលទៅគឺពិតជាស្តៀងមួយកូនស្រីរបស់គាត់ខ្លាំងណាស់គាត់ក៏អង្គុយមើលស៊ឺមីងញ៉ាំបាយនៅលើតុនឹងណាមើលដោយមិនដាក់ភ្នែកតែម្ដងព្រោះថាគាត់គឺពិតជានឹកដល់កូនស្រីរបស់គាត់ខ្លាំងមែនតើមិនដឹងថានៅពេលដែលបានបែកគ្នាមកតើកូនស្រីរបស់គាត់នាងគឺរស់នៅបែបណាខ្លះតើនាងគឺជួបនៅរឿងអ្វីខ្លះព្រោះគាត់គឺចង់ដឹងពីសក់ទុករបស់កូនរបស់គាត់ខ្លាំងមែនតើចឹងហើយឥឡូវនេះដែរណាគឺថាស៊ឺមីងនាងក៏បានរៀបរើចេញទៅវិញតែពេលនឹងដែរនាងក៏បានឃើញមានធម៌មួយនេះជាថ្លៃនាងក៏បានច្រកថងខ្មៅចេញទៅហើយតួស្រីយើងមកដល់ក៏បានមានអារម្មណ៍ថានាងកំពុងតែលួចយកអីទៅហើយក៏សួរថាធប់កាយនៅទីហ្នឹងគឺមានឃើញដែរអត់ចឹងហើយស៊ឺមីងក៏ច្រត់ដៃច្រានតួស្រីរបស់យើងណាដួលសន្លប់តែម្ដងហើយបន្ទាប់មកនាងក៏បានហៅគ្នារបស់នាងណាចាប់ចង់តួស្រីរបស់យើងណាហើយពេលហ្នឹងតួប្រុសយើងក៏បានមកឃើញដូចគ្នាឃើញនៅតាមកាមេរ៉ាសុវត្ថិភាពចឹងហើយគេក៏បញ្ញាណាដើម្បីតែចេញទៅមើលហើយគេក៏បានទៅតេស្ត DNA ដូចគ្នាហើយចេញលទ្ធផលមកឃើញហើយថាស៊ឺមីងណាជាកូនរបស់តួស្រីរបស់យើងជាបងប្អូនជាមួយនឹងគេតែម្ដងចឹងហើយនៅពេលហ្នឹងណាគ្នារបស់ស៊ឺមីងហ្នឹងនាងក៏បានណាវាថាអញ្ចឹងចាប់ទាញក៏ប៉ុណ្ណាយកមកភ្ជង់ទៅកាន់អ្នកតួស្រីរបស់យើងតែម្ដងដើម្បីតែទាមទារលុយតែពេលហ្នឹងណាគាត់ក៏ថាកុំឲ្យធ្វើបែបហ្នឹងហើយពេលដែលស៊ឺមីងនេះស្រាប់តែអោនមកហ្នឹងក៏បានបលិចជិញខ្សែករបស់នាងតែម្ដងហើយនៅខ្សែកមួយហ្នឹងណាតួស្រីយើងក៏និយាយថាជាខ្សែករបស់កូនរបស់គាត់ហើយគាត់ក៏និយាយថាស៊ឺមីងជាកូនស្រីរបស់គាត់ហើយចឹងហើយឥឡូវហ្នឹងណាគាត់ក៏បានប្រាប់ណាថានេះឥឡូវហ្នឹងក៏មកពិនិត្យមើលមកតែគ្នារបស់នាងក៏និយាយថាអញ្ចឹងគុំទៅជឿអីមិនជាម្ដាយកូនអីមួយគ្នាទេគឺគ្រាន់តែចាក់មនោគមឯងតែប៉ុណ្ណោះតែគាត់ក៏និយាយគាត់មានផុសតាំងចឹងហើយណាគាត់ក៏ឲ្យដកមើលណាខ្សែកជាប់បង្ករបស់គាត់ចោះចង់ដឹងទៅវាបែបណាខ្លះពេលដែលដកមើលទៅគឺប៉ិតមែនខ្សែកគឺម៉ូតតែមួយតែម្ដងជារូបម្ដាយកូន3នាក់ជាមួយនឹងគ្នាចឹងហើយគាត់ក៏ខំបកស្រាយឲ្យថាកុំឲ្យស៊ឺមីងធ្វើបែបនឹងបានដែរល្អត់តែគ្នារបស់នាងណាអខិតកនេះចៅនេះគេក៏បាននិយាយថាគេនឹងណាកុំឲ្យជឿហើយណាមួយទៀតបើសិនជាម្ដាយនៅល្អពិតមែនណាគឺនឹងមិនបោះបង់កូនស្រីខ្លួនឯងចោលទៅពីតាបែបហ្នឹងទេហើយបើសិនជាឯងណាបើសិនជាជួយអ៊ំស្រីម្នាក់ហ្នឹងគឺដឹងតែចាប់ហើយនិយាយចំទៅហ្នឹងណាគឺថាប៉ាបងឯងដឹងតែវាយឯងតែម្ដងអញ្ចឹងទៅណាស៊ឺមីងនាងគឺហ៊ានធ្វើអីទេតែណាអបៈចៅហ្នឹងណាគេក៏បាននេតិងក្បត់ណាឲ្យយកទៅចាក់ណាម៉ាក់របស់តួស្រីរបស់យើងតែម្ដងតួស្រីរបស់យើងតែម្ដងអញ្ចឹងហាឥឡូវហ្នឹងគឺថាខុសស៊ីងណាគេក៏បានមកដល់ទីតាំងតែម្ដងបន្ទាប់មកណាគេក៏បញ្ញាបណ្ណាណាជួលទៅជួយម៉ាក់របស់គេហើយបន្ទាប់មកគឺខំមួយស៊ឺមីងខ្លាំងមែនតើហេតុអីបានជាធ្វើបែបនេះអញ្ចឹងទៅនៅពេលហ្នឹងតួស្រីយើងក៏ប្រាប់ថាបាយបន្ទោស៊ឺមីងទេវាមិនមែនជាខុសរបស់នាងទេមកពីគាត់គឺអាសមត្ថភាពមិនអាចមើលថែកូនបានអញ្ចឹងហើយណាគាត់ថាមកពីនាងណាគឺរស់នៅជាមួយនឹងមនុស្សមិនល្អនាងក៏ប្រកាសជាជួបរឿងមួយហ្នឹងអញ្ចឹងហើយនៅពេលហ្នឹងណាគឺថាស៊ឺមីងនាងក៏បន្ទោខ្លួនឯងខ្លាំងមែនតើព្រោះអីនាងគឺបានធ្វើបាបម្ដាយបង្កើតរបស់នាងផ្ទាល់ដៃតែម្ដងតែតួស្រីយើងក៏និយាយហើយកុំឲ្យស៊ី
ទិញហ្នឹងណាទៅបន្ទោសប្អូនស្រីអីខើសេងក៏ប្រាប់ថាមិនបាច់បារម្ភទេគឺគេបានឲ្យកូនចៅណាទៅជួយមើលស៊ឺមីងរួចអស់ហើយអញ្ចឹងហើយណាក៏មិនចាប់បាច់បារម្ភនាងគឺនឹងមិនមានគ្រោះថ្នាក់អ្វីនោះទេអញ្ចឹងទៅតួស្រីរបស់យើងណាក៏សប្បាយចិត្តខ្លាំងណាស់ឥឡូវនេះគាត់បានរកឃើញកូនស្រីកូនប្រុសរបស់គាត់ទាំងពីរនាក់ហើយក៏ប៉ុន្តែនៅមានកូនស្រីម្នាក់ទៀតរបស់គាត់ដែលមិនដឹងថាឥឡូវហ្នឹងណាគឺនាងនៅទីល្វឹងណាទេហើយតួស្រីរបស់យើងឥឡូវនេះគាត់ក៏ចាប់ផ្ដើមណានេះស្រួលខ្លួនមកឡើងវិញគាត់ក៏ចេញមកធ្វើការធ្វើងារអីចឹងទៅតែរឿងរកកូនស្រីម្នាក់ទៀតណាគាត់ក៏ត្រូវតែតាមរកនាងឲ្យឃើញចង់ដឹងថាឥឡូវនេះនាងគឺទៅដល់ទីណាទីណីហើយពិតជាចង់ដឹងខ្លាំងណាស់ដោយកូនស្រីម្នាក់ទៀតណានាងគឺបានធ្វើការជាបុគ្គលិកណានៅក្នុងហាងមកកន្លែងដែលជាចង់ភៅអីចឹងទៅគ្រាន់តែថានាងគឺធ្វើការនៅទីនោះមិនសូវជាល្អប្រហែលនោះទេព្រោះថាជួជាមួយបុគ្គលិកដែលប្រកាយខាងកេងប្រវ័ញ្ចឃើញថានាងជាមនុស្សស្រីទុនខ្សោយចឹងហើយនាងក៏អបៀបថាបុគ្គលិកផ្សេងនឹងក៏ចង់ជិះជាន់តែម្ដងហើយនារីនឹងណាមានឈ្មោះថាស៊ឺវិនពេលដែលការងាររបស់នាងធ្វើល្អហើយក៏ប៉ុន្តែមានអ្នកចំណែនដល់ពេលអញ្ចឹងហើយណាក៏មកធ្វើបាបស្ដីថាឲ្យថាស៊ឺវិននឹងណានាងគឺការងារមិនដឹងណានអីចឹងទៅស៊ឺវិនវិញគឺខំអបៀបថាអញ្ចឹងនាងខំខ្លាំងណាស់ទោះបីជាគេស្ដីឲ្យមិនក៏ដោយតែនាងគឺនៅតែតស៊ូឲ្យហ៊ានមាត់កតវ៉ាអីជាមួយនឹងគេនោះទេតែកាន់តែបែបហ្នឹងទៅគឺថាពួកនឹងណាគឺតាមររឿងដល់គោតែម្ដងហើយបន្តមកទៀតមកណាឥឡូវនេះគឺថាស៊ឺវិនណានាងក៏រៀបចំម្ហូបឲ្យអស់តែនាងមិនអ្នកលើកណាយកទៅឲ្យតួស្រីយើងញ៉ាំនោះទេគ្រាន់តែនៅពេលដែលញ៉ាំហើយណាគាត់ក៏មានអារម្មណ៍ថាអញ្ចឹងហេតុអីបានជារសជាតិមួយនេះគាត់គឺដូចជារសជាតិដែលគាត់ធ្លាប់ធ្វើខ្លាំងណាស់អញ្ចឹងហើយគាត់ក៏បានហៅឲ្យចង់ភៅចេញមកជួបតិចមើលថាចង់ភៅហ្នឹងមកបែបម៉េចថាឥឡូវហ្នឹងណាជួបមួយស៊ឺវិនតែម្ដងអញ្ចឹងហើយណាគាត់ក៏បាននិយាយសារស៊ឺវិនបន្តមកទៀតមកណាគាត់ក៏ចង់តម្លើងតំណែងណាឲ្យស៊ឺវិនណាធ្វើបន្ថែមតែម្ដងអញ្ចឹងទៅឥឡូវនេះគឺថាស៊ឺវិននាងគឺពិតជាសប្បាយចិត្តខ្លាំងមែនតើហើយតួស្រីរបស់យើងវិញណានិយាយពីថាឥឡូវនេះគាត់ក៏កំពុងតែគិតថាតិចទៀតគាត់គឺនឹងអាចរកឃើញកូនរបស់គាត់បានហើយអញ្ចឹងហើយណាគាត់គឺប្រកាសជាសប្បាយចិត្តខ្លាំងណាស់តែស៊ឺវិនហ្នឹងគឺរៀងពិបាកបន្តិចដោយសារតែអីនាងគឺបានចូលមករស់នៅក្នុងគ្រួសារមួយដែលនៅក្នុងគ្រួសារមួយហ្នឹងគឺបានបង្ខំឲ្យនាងរៀបការជាមួយនឹងបរិសម្នាក់ដែលវ័យចំណាស់ខ្លាំងមែនតើហើយបើសិនជានាងមិនរៀបការនោះទេស៊ឺវិននឹងត្រូវបានគ្រួសារបណ្ដេញចេញពីផ្ទះព្រមទាំងធ្វើឲ្យនាងគឺត្រូវរស់នៅយ៉ាងលំបាកតែម្ដងដោយសារតែស៊ឺវិននាងមានផ្លូវត្រូវដោះចេញទៅទៀតទេនិយាយទៅផ្លូវតែមួយនឹងតែម្ដងហើយម្ដាយចិញ្ចឹមម្នេះវិញណាក៏ប្រាប់ហើយបើសិនជាស៊ឺវិនព្រមរៀបការទេគាត់គឺនឹងចាប់បង្ខំតែម្ដងអញ្ចឹងហើយឥឡូវហ្នឹងគឺបង្ខំមែនតើហើយក៏ហៅកូនកន្លោះកូនអីមកណាហើយកូនកន្លោះនឹងនិយាយថាចរិតអន់និយាយចាំទៅណាគឺចូលចិត្តធ្វើបាបមនុស្សស្រីប៉ះពាល់គ្រប់សពបែបយ៉ាងតែម្ដងហើយជាមួយស៊ឺវិនណាគឺនាងភ័យខ្លាចជាមួយនឹងមនុស្សប្រភេទបាបនឹងខ្លាំងមែនតើក៏ប៉ុន្តែនាងគឺពិតជាគ្មានផ្លូវតស៊ូទេអត់ដឹងថាខ្លួនឯងអាចទៅមុខបានដោយរបៀបណាទេហើយបន្តមកទៀតមកណាឥឡូវនេះស៊ឺវិនសូមបងម្ដាយចិញ្ចឹមហើយតើជួយដូរចិត្តបានដែរល្អអត់កុំឲ្យនាងណាទៅរៀបការមួយគេបានដែរល្អអត់តែម្ដាយចិញ្ចឹមហ្នឹងទៅគាត់ធ្វើមិនធ្វើអញ្ចឹងហើយសំខាន់ណាគាត់គឺមិនមែនតែអ្នកខូចខាតអីឯណាជាតួស្រីយើងតើអញ្ចឹងហើយណាគាត់គឺមិនបានទៅខ្វាយខ្វល់អីច្រើនទេឲ្យតែគាត់គឺទទួលបានផលប្រយោជន៍អស់ហើយណាអីកាត់ទៅម្ដាយចិញ្ចឹមណាគឺគាត់ថាហើយបើគាត់បខំតួស្រីយើងត្រូវតែធ្វើឥឡូវនេះតួស្រីរបស់យើងណាខំបកាយស្រែកអីមិនក៏ដោយក៏ម្ដាយចិញ្ចឹមហ្នឹងក៏មិនជួយបន្ទាប់មកទៀតមកក៏ចង់រើចេញម្ដាយចិញ្ចឹមហ្នឹងនេះទាំងអនាគតប្តីគេហ្នឹងណាក៏មកចាប់ពាក្យបង្ខំជន់រោបជន់អីណាមិនឲ្យងើបតាណាបានទាំងអស់ចង់រត់មិនក៏រត់ទៅរួចដែរអញ្ចឹងហើយឥឡូវហ្នឹងណាគឺថាស៊ឺវិនណានាងគឺអស់ផ្លូវតស៊ូតែម្ដងមិនដឹងថាត្រូវរកផ្លូវមួយណាដើម្បីតែអាចចេញទៅរួចនោះទេតែជាសំណាងល្អខ្លាំងមែនតើដែលពេលនោះគឺថាតួស្រីរបស់យើងណាគាត់គឺបានចេញមកជួយទាន់ជាពិសេសមិញហ្នឹងចេញខ្សែកមកហើយតែលឹកខ្សែកជួយទៅក្នុងអាវវិញអញ្ចឹងហើយមិនដឹងថាណាណីទេបន្តមកទៀតមកឥឡូវហ្នឹងណាគឺថានេះអប៉ែត្រូវរៀបការមួយស៊ឺវិនហ្នឹងណាគេក៏និយាយថាតើតួស្រីរបស់យើងហ្នឹងគឺមានសិទ្ធអីចូលមកកន្លែងនេះដោយសារតែគេហ្នឹងណាត្រូវរៀបការមួយស៊ឺវិនមានពាក់ព័ន្ធអីមួយតួស្រីយើងទេមិនពាក់ព័ន្ធយ៉ាងម៉េចដោយសារតែឃើញថាតួស្រីយើងរៀបការហ្នឹងមិនមែនជាការស្អប់វាថាត្រូវគ្នានិយាយគ្នាស្រួលបួអីទេវាជាការចាក់បង្ខំតែម្ដងអញ្ចឹងហើយនៅក្នុងនាមគាត់ដែលមើលទៅណាវាដូចជាមិនសមគាត់ក៏ត្រូវតែមកជួយបានល្អហើយគាត់មិនអាចមើលឃើញស៊ឺវិនណាត្រូវបានគេបង្ខំធ្វើបាបបែបហ្នឹងនោះទេអញ្ចឹងហើយដោយសារតែនេះតួស្រីរបស់យើងណាគាត់ក៏ជាអ្នកមានអញ្ចឹងហើយគាត់ក៏អាចចូលមកជួយបានយ៉ាងស្រួលតែម្ដងជាពិសេសទៅទៀតនោះបោះលុយតែបន្តិចទៅកូនចៅរបស់គាត់ក៏លេងមាត់ចំណែកឯម្ដាយចិញ្ចឹមម្នេះវិញបានទៅលុយមួយហ្នឹងទៅណាលេងខ្វល់ពីនេះអាប៉ែត្រូវរៀបការនឹងទៀតដល់និយាយចំទៅគាត់យករួចខ្លួនណាទៅតែឯងតែម្ដងបន្តមកទៀតមកពេលដែលតួស្រីរបស់យើងណាដឹកដៃស៊ឺវិនចេញទៅស្រាប់តែស្រីជើងល្អម្នាក់នេះវិញនេះដែលនាងណាគឺមានឈ្មោះថានាងសៅខហ្នឹងណានាងក៏បានចូលមកប្រាប់ស្រីប្រាប់តែម្ដងថានាងគឺជាកូនស្រីបង្ការរបស់តួស្រីយើងហើយសំខាន់ណាស់នាងក៏មានលេខយុបថាកដា DNA របាយការណ៍ផលិតចេញមកទៀត
តាមប៉ាទៅកណ្ដាស់ហ្នឹងណានាងគឺបានដាក់បុកគ្នាជាមួយនឹងកូនចៅដល់ពេលចឹងហើយណាបុកគ្នាមួយលោកវាងហើយនាងលួចបដូរឯកសារមកបានឃើញបែបហ្នឹងទៅវាជាឱកាសមានឱកាសប្រាក់របស់នាងតែម្ដងដែលនាងគឺបានបញ្ជាក់ថានាងគឺជាកូនស្រីបង្ការរបស់តួស្រីរបស់យើងដល់ពេលឥឡូវហ្នឹងដែរណាគឺថាគាត់ក៏មិនបានជួយតួស្រីទៀតដែរគាត់ជួយដោះស្រាយរឿងឲ្យតែប៉ុណ្្នឹងគ្រាន់ថារឿងឥឡូវហ្នឹងណាក៏លែងមានអីទៀតដល់ចឹងហើយឥឡូវនេះគាត់ក៏បាននៅសៅខើហ្នឹងចូលមកដល់ក្នុងផ្ទះតែម្ដងហើយនៅពេលដែរនេះទាំងបងប្រុសអីហ្នឹងណាបានជួយជាមួយបងប្អូនចឹងទៅគាត់សប្បាយចិត្តខ្លាំងណាស់តាមពិតទៅនាងសៅខើហ្នឹងគឺជាមនុស្សល្បិចនាងគ្រាន់តែកុហកគេឯងតែប៉ុណ្ណោះជាភាសាណានាងក៏មានខ្សែបណ្ដាញអីចឹងទៅហើយបន្ទាប់មកណាជួយជាមួយអ្នកបម្រើនិយាយថានាងសៅខើហ្នឹងគឺមាត់ខ្លាំងដាក់តែម្ដងហើយតួស្រីរបស់យើងឯនេះវិញណាក៏កំពុងត្រូវបានគេធ្វើបាបទៀតដែរនិយាយចំទៅស៊ឺវិននាងកំពុងត្រូវបានគេធ្វើបាបនៅក្នុងក្រុមហ៊ុនណាចូលមកដល់ភ្លាមគេតបវាយគ្រប់សពបែបយ៉ាងដោយសារតែអីនេះនាងសៅខើហ្នឹងគឺបកដៃឲ្យតែម្ដងហើយតួស្រីរបស់យើងវិញខ្លួនមួយនៅក្នុងកន្លែងធ្វើការនេះអត់មានណាគេហ្នឹងគឺមកខ្វាយខ្វល់ជាមួយនោះទេដល់ពេលចឹងហើយគេចង់វាយគេចង់ធ្វើបាបបែបបិចណាក៏មានណាគេខ្វល់មួយតួស្រីរបស់យើងដែរគេនាំគ្នាណាសើចសប្បាយធ្វើឲ្យបង្ងើយតែម្ដងដល់ពេលចឹងហើយឥឡូវហ្នឹងណាគឺថាតួស្រីស៊ឺវិនណានាងគឺគ្មានផ្លូវតស៊ូហើយនៅពេលនោះដែរណាក៏បានដើរមកជួយជាមួយនឹងតួស្រីរបស់យើងម្ដងទៀតដោយតួស្រីរបស់យើងបានឃើញបែបនោះទៅណាគាត់ក៏មានអារម្មណ៍ថាអាណិតហើយគាត់ក៏មានអារម្មណ៍ថាគឺមាននិស្ស័យតែម្ដងគាត់ក៏បានរៀបចំណាជួយលាបថ្នាំរៀបអីឲ្យនាងតែម្ដងទៅបន្ទាប់មកទៀតមកនៅពេលហ្នឹងណាគឺថានាងនេះស្រីជើងល្អសៅខនេះក្តៅចិត្តខ្លាំងមែនតើតែហេតុអីបានជាទៅពាក់ព័ន្ធជាមួយនឹងម្ដាយរបស់នាងបែបហ្នឹងបានសំខាន់ទៅទៀតនោះពេលដែលតួស្រីស៊ីវិនណានាងបានរៀបចំបន្ទប់អីចឹងទៅណានាងក៏ស្រាប់តែស្រែកបាប់ថានាងបាត់បែកខ្សែកហើយខ្សែកមួយហ្នឹងវាពិតជាមានតម្លៃសម្រាប់នាងខ្លាំងណាស់បន្ទាប់មកទៀតមកនាងក៏បានមកចាប់ប្រកាន់ណាមកលើតួស្រីរបស់យើងថាជាអ្នកដែលបានលួចយកខ្សែករបស់នាងតែម្ដងដល់ពេលអញ្ចឹងហើយគឺថាតួស្រីរបស់យើងណាគាត់ក៏ពិតជាខំប្រកែកខ្លាំងមែនតើថាមិនមែនជាគាត់នោះទេតែនាងសៅខហ្នឹងគឺត្រូវតែរករឿងស៊ឺវិនឲ្យដល់ទីបំផុតតែម្ដងព្រោះអីស្អប់គេខ្លាំងអញ្ចឹងកញ្ចាប់ណាឲ្យស៊ឺវិនណាចេញពីទីហ្នឹងឲ្យកាន់តែលឿនទៅអញ្ចឹងហើយនៅពេលហ្នឹងណាគឺថាស៊ឺវិននាងក៏ខំព្យាយាមបកស្រាយថានាងគឺមិនបានទៅលួចរបស់អ្នកណាទេតែបកស្រាយយ៉ាងម៉េចក៏មិនអាចទៅរួចអញ្ចឹងហើយឥឡូវហ្នឹងណាគឺថាកាន់តែស្អប់ណាមកលើអ្នកស៊ឺវិនតែម្ដងហើយក៏ឲ្យគ្នារបស់នាងណាមកចាប់ធ្វើបាបនេះវាយដំណាមកលើស៊ឺវិនអានតែគ្នាច្រើនអញ្ចឹងហើយផ្ទះតបរបស់គ្មានបណ្ដៃដៃទេជាភាសានៅពេលហ្នឹងតួស្រីរបស់យើងណាគាត់ក៏បានជួងមើលគាត់ក៏បានសួរថាមានរឿងអីកើតឡើងនាងសៅខហ្នឹងក៏បានប្រាប់ថាគឺស៊ឺវិននេះបានលួចយកខ្សែករបស់នាងហើយស៊ឺវិននេះបានដឹងអីទេអញ្ចឹងហើយតួស្រីរបស់យើងណាគាត់គឺជាមនុស្សដែលមានហេតុផលគាត់មិនមែនបានន័យថាជាកូនស្រីរបស់គាត់ត្រូវតែកាន់ជើងឲ្យដល់ទីបំផុតដោយមិនបានដឹងខុសត្រូវអីនោះទេអញ្ចឹងហើយឥឡូវហ្នឹងណាគឺថាស៊ឺវិននាងក៏ខំបកស្រាយតែនាងសៅខវិញណានាងក៏និយាយថានាងមួយប្រតាំងត្រឹមត្រូវថាស៊ឺវិនហ្នឹងជាអ្នកដែលបាននេះលួចយករបស់នាងអញ្ចឹងហើយឥឡូវហ្នឹងនាងក៏និយាយហើយអ្នកចង់បានអីហើយនាងគ្រាន់តែចង់ឲ្យស៊ឺវិនណាចេញពីកន្លែងធ្វើការហ្នឹងទៅមិនដេញនាងចោលទៅព្រោះអីមនុស្សចោលបែបហ្នឹងគឺមិនអាចនៅទីហ្នឹងបាននោះទេតែពេលនោះដែរនាងក៏បានចាក់អារម្មណ៍ខ្សែករបស់តួស្រីយើងហើយបន្ទាប់មកនាងក៏បានដកខ្សែករបស់នាងណាយកមកមើលដូចគ្នាឃើញថាផិនភាកខ្សែកមួយហ្នឹងណាគឺតែមួយជាមួយនឹងតួស្រីរបស់យើងតែម្ដងនាងក៏ខំបកស្រាយខ្លាំងមែនតើថានឹងណាជាម្ដាយកូនជាមួយនឹងគ្នាចឹងហើយឥឡូវនេះដើម្បីតែពិនិត្យឲ្យបានដឹងណាថាជាម្ដាយជាមួយកូនជាមួយគ្នាម្ដាយឬអត់ចឹងហើយគាត់ក៏បាននេះយកឈាមណាយកទៅពិនិត្យឲ្យឃើញច្បាស់តែម្ដងទៅដល់ពេលពិនិត្យចោះពិនិត្យឡើងឥឡូវហ្នឹងគឺបានឃើញការប៉ដយទៅតាមប៉ទៅណាស៊ីវិនជាកូនស្រីបង្ការរបស់គាត់ហើយគាត់នេះហើយជាអ្នកបានណាផ្ដោតខ្សែកនេះឲ្យកូនរបស់គាត់គាត់ហ្នឹងគឺបានពាក់គ្រប់គ្នាតែម្ដងបើឲ្យខ្សែកហ្នឹងគឺមិនដឹងថាមិនម៉ាទេតែអញរកឃើញកូនរបស់គាត់គឺបានដោយរបៀបណាឡើយចឹងហើយឥឡូវហ្នឹងគាត់ក៏សុំទោសស៊ឺវិនខ្លាំងមែនតើដែលគាត់គឺមិនអាចបានដឹងណាបានមុនពេលសំខាន់ណាគាត់ក៏បានជ្រោដដៃនេះមកធ្វើបាបទៅលើកូនរបស់គាត់ទៀតឥឡូវហ្នឹងគាត់ក៏បានចាប់ការនាងសៅករួចអស់ហើយចាប់ដាក់គុកតែម្ដងមិនឲ្យរួចខ្លួននោះទេបន្ទាប់មកទៀតមកឥឡូវហ្នឹងគឺថាបងប្អូន3នាក់របស់គេឥឡូវហ្នឹងគឺបានជួបគ្នាមែនតើហើយអត់មានរឿងអីត្រូវលំបាកទៀតនោះទេចឹងហើយណាក៏មានតែរៀបចំកម្មវិធីជប់លៀងជាមួយនឹងគ្នាតែម្ដងតែមិនទាន់បានជប់លៀងអីស្រួលបួផងស្រាប់តែនេះអតីតប្តីហ្នឹងណាគេក៏បានខំជាមួយរឿងការប្រឡងមុនធ្វើឲ្យគេហ្នឹងគឺត្រូវរលាយអីចឹងទៅគេក៏បានចាប់តួស្រីរបស់យើងណាយកទៅធ្វើបាបតែម្ដងហើយពេលដែលស៊ឺមីងណានាងមកដល់នាងក៏បានបាត់សមត្ថទៅហើយចឹងហើយនាងក៏បារម្ភខ្លាំងមែនទេនាងគិតថាប្រកាសជាមានរឿងអីកាត់ឡើងអាក្រក់អើយមានអីឥឡូវហ្នឹងណាគឺបានមកដល់អតីតប្តីហ្នឹងហើយ3អ្នកបងប្អូនវិញក៏នាំគ្នាទៅផ្ទះតែងគ្រប់គ្នាតែម្ដងមិនដឹងថាឥឡូវនេះម្ដាយបែបណាបែបណីនោះទេដែលឥឡូវហ្នឹងដែរគឺថាអតីតប្តីហ្នឹងក៏បានខលទៅគម្រាមឲ្យយកលុយមកបើសិនជាចង់ឲ្យម្ដាយរបស់ពួកគេហ្នឹងណាគឺបានរួចខ្លួននៅមានជីវិតត្រឡប់ទៅវិញចឹងហើយពួកគេគឺគ្មានអីទេនាំគ្នាណារៀបលុយឡើងមកកេះតែម្ដងយកទៅឲ្យនេះអតីតប្តីហ្នឹងណាទៅដល់គេក៏ឲ្យបោះលុយចូលទៅ
បន្ទាប់មកទៀតមកណាកុំឲ្យពួកកូននឹងកម្រឹងអ្វីអីសោះបើសិនជាហ៊ានតែចូលមកណាម្ដាយនឹងដឹងតែងាប់តែម្ដងអញ្ចឹងហើយគេក៏យកលុយនឹងទៅសិនបន្ទាប់មកទៀតមកណាគេក៏ឡាស់ពាក្យសម្ដីរបស់គេភ្លាមហើយគេក៏ត្រូវតែសម្រាប់តួស្រីរបស់យើងណាដោយសារតែអីគេស្អប់ខ្លាំងណាស់គេស្អប់តួស្រីយើងយកតែមែនតែម្ដងអញ្ចឹងហើយឥឡូវហ្នឹងណាគេបានឆ្លប់មកឆ្នោតហើយបន្ទាប់មកទៀតមកកូនទាំងពីរអ្នកនឹងក៏លោបដើរមកពីក្រោយមានអីដាក់ក្បាលរបៀបថាអតីតប្តីហ្នឹងណាបែកក្បាលបន្ទាប់មកក៏ហៅឡានប៉ូលីសហើយអីយកមកចាប់តែម្ដងទៅឥឡូវហ្នឹងណាគឺជួយម្ដាយរបស់គេបានសម្រេចហើយចំណែកឯប្តីរបស់តួស្រីរបស់យើងណាអតីតប្តីហ្នឹងក៏ត្រូវបានជាប់គុកដល់អស់មួយជីវិតតែម្ដងឥឡូវនេះក៏គ្រួសារគេនឹងគឺបានជួបជុំហើយចំណែកឯស៊ឺមីងវិញណាដែលនាងគឺរស់នៅជាមួយនឹងគ្រួសារការប្រឡូកមិនសូវល្អឥឡូវនេះនាងទទួលបានការងារសមរម្យហើយចំណែកសៅកវិញក៏ដូចគ្នាចង់ក្រោយទៅគ្រួសារដែលបានបែកបាក់គ្នាឥឡូវនេះក៏ត្រឡប់មកជួបជុំគ្នាម្ដងទៀត